cái lá co thì cô sẽ chỉ Brazil vài đợt nàng ở Campuchia dương bênนี้បានថ្លឹងកីឡូរួចហើយប្រិមិត្តទាំងអស់គ្នាបើតាមបង្ហោះដោយការហត្ថបទផ្លូវការរបស់បងប្រុសអេដមីនគឹមសងបានបង្ហាញថាធីយេហ្គោថ្លឹងកីឡូរួចហើយគាត់ពាក់ទង់ជាតិប្រទេសកម្ពុជាយើងទៀតស្អែកចាប់ផ្ដើមប្រកួតវេលាម៉ោង 9 យប់តែគូនេះរបស់បងប្រុសអេដមីនគឹមសងបានបង្ហាញថាគឺគាត់ប្រកួតបាទគឺនៅគូបាទដំឡងអាត្រៀតប្រិមិត្តបាទយើងយប់ជ្រៅបន្តិចក៏សួរថាតើមានអ្នកនៅមើលអត់ហ្មងហ្នឹងបាទសំខាន់លេងផ្សាយកន្លែងវាយប្រទេសយើងមើលមិនឃើញបတ်ប្រទេសទៀតតើចុះឈ្មោះទិញតែបတ်ទៅទិញក៏ប្រកាសថាចេញផ្សាយយ៉ាងស្អែកបាទ admin នឹង serve live មើលបាទគាត់ថាស្អែកនឹង serve live មើលគេបတ် license ខ្លាំងប្រិមិត្តគេឲ្យយើងយកមក live ផ្ទាល់ទេប្រិមិត្តបាទគឺបတ်កម្មវិធីបတ်សាហាវមែនតើចឹងមកប្រុស admin កំសងគាត់ថាស្អែកនឹង serve មើលថាមិនអាច live ជូនបងប្អូនតែម្ដងបាទមកចាប់ដើមប្រកួតចាប់ពីវេលាម៉ោង 9 ទៅប្រិមិត្តបាទសង្ឃឹមថាកីឡាករធីយេហ្គោនឹងទទួលបានជោគជ័យទៅចប់ប្រិមិត្តបាននេះបាទរូបទង់ជាតិខ្មែរយើងបាទគឺពិសេសពិសាមែនតើបាទសូមអរគុណមែនតើសម្រាប់កីឡាករធីយេហ្គោបាទបានស្រឡាញ់គុនខ្មែរយើងខ្លាំងមែនតើបាទមិនត្រឹមស្រឡាញ់តែពីចិត្តទេមកពេលនេះគាត់ធ្វើនឹងទង្វើដ៏ល្អមែនតើសម្រាប់គុនខ្មែរយើងគឺស្រឡាញ់ពេញបេះដូងតែម្ដងក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបបាទគ្មានអ្វីបាទបង្ហាញនៅអារម្មណ៍សប្បាយចិត្តមែនតើបាទនៅពេលដែលឃើញកីឡាករបរទេសក៏ដូចជាបាទធីយេហ្គោនេះក៏ស្រឡាញ់គុនខ្មែរយើងបាទហើយសង្ឃឹមថាគាត់នឹងទទួលបានបាទជោគជ័យទៅចោះសម្រាប់ក្នុងការប្រកួតនេះបាទអញ្ចឹងប្រិមិត្តទាំងអស់គ្នាមានអ្វីជូនពរគាត់ទេប្រិមិត្តបាទសូមមេត្តា comment ខាងក្រោមវីដេអូម្នាក់មួយផងដោយសារតែគាត់ទៅប្រកួតនេះគឺដើម្បីគុនខ្មែរយើងបាទហើយការប្រកួតនេះបើតាមបញ្ជាក់របស់បងប្រុសអេមីកំសងបាទគឺបាទចាប់ពីវេលាម៉ោង 9 ទៅប្រិមិត្ត 9 យប់ហើយគូគាត់អាចជាគូចុងក្រោយផងប្រិមិត្តបាទតថ្នាក់លំឡងអាត្រៀតប្រិមិត្តបាទជប់ជ្រៅទៀតបាទមិនដឹងថាម៉ោង 10 មិន10ឬក៏ 2 10 ឬក៏ម៉ោង 1 ទេបាទអញ្ចឹងបងប្អូនយើងបានស្រឡាញ់នៅកងត្រកីឡាករធីយេហ្គោកុំភ្លេចបាននៅចាំទស្សនាទាំងអស់គ្នាជាពិសេសនេះគឺបងប្រុសអេដមីនកំសាំងក៏គាត់មិនគេងដែរបាទគាត់ចាំ live ជូនយើងទាំងអស់គ្នាបាទគូនេះគឺយប់ជ្រៅតែម្ដងអញ្ចឹងបងប្អូនកុំភ្លេចចូលរួមទស្សនាបានច្រើនកកផងដែរដើម្បីលើកទឹកចិត្តទៅដល់កីឡាករដែលគាត់បានវាយតំណាងឲ្យកម្ពុជាយើងបាទគឺវិសេសវិសាខ្លាំងមែនតើប្រិមិត្តទាំងអស់គ្នាបាទគាត់ខិតខំដើម្បីគុនខ្មែរយើងចឹងយើងបាទចូលរួមទស្សនាបាទទាំងអស់គ្នាដើម្បីលើកទឹកចិត្តដល់រូបគាត់ផងដែរអញ្ចឹង Petra KA គុនខ្មែរមានអត្ថបទតែប៉ុណ្្នឹងទេបាទបើសិនជាលើកទៅខុសទោះត្រង់ណាសូមមេត្តាខន្តីអភ័យទោសផងអញ្ចឹងក្រោយប្រិមិត្តពេញចិត្តនៅវីដេអូនេះកុំភ្លេចចុចពាក្យជាវនិងពាក្យ Subscribe ម្នាក់មួយផងបាទដើម្បីទទួលបាននៅដំណឹងថ្មីមុនគេតែម្ដង